ជាដំបូងអ្នកទាំងអស់គ្នាត្រូវតែសម្អាតផ្ទៃមុខឲ្យបានស្អាតល្អសិនមុនយើងចាប់ផ្ដើមបន្ទាប់មកខ្ញុំប្រើជាលក្ខណៈ primer ដើម្បីជា base សម្រាប់ការផាត់មុខរបស់យើងធ្វើឲ្យម្សៅយើងជាប់បានយូរអញ្ចឹងយើងលាបវានៅលើផ្ទៃមុខបន្ទាប់មកខ្ញុំប្រើ foundation គឺ MAC foundation វាមានពណ៌រាងសបន្តិចដោយសារតែ CL គាត់មានស្បែកពណ៌រាងសខ្ញុំដាក់វានៅលើផ្ទៃមុខអ្នកទាំងអស់គ្នាអាចប្រើជាដៃឬក៏ប្រើជាជក់សម្រាប់ផាត់វាលើផ្ទៃមុខតែខ្ញុំចូលចិត្តប្រើជក់ជាមុនសិនអូខេរួចរាល់អញ្ចឹង concealer សម្រាប់បិទបាំងសាកសាមខ្ញុំប្រើជា MAC concealer ដូចគ្នាយើងដាក់នៅលើក្រោមភ្នែកដោយសារតែខ្ញុំគេងអត់សូវឆ្អែតមុខដូច zombie អញ្ចឹងគេយើងដាក់នៅជុំវិញច្រមុះហើយនឹងមាត់បន្ទាប់មកយើងប្រើ beauty blender ដើម្បីឲ្យសាច់ម្សៅចូលទៅក្នុងផ្ទៃមុខបានល្អចុងក្រោយគឺយើងប្រើ MAC Prep and Prime គឺសាច់ម្សៅមានលក្ខណៈពណ៌សអញ្ចឹងយើងគ្រាន់តែបោះវានៅខាងក្រោមផ្ទៃភ្នែកមុននឹងយើងចាប់ផ្ដើមការផាត់ភ្នែកហើយជុំវិញផ្ទៃមុខដើម្បីឲ្យម្សៅយើងជាប់បានល្អការប្រើ eyebrow នេះគឺជាMaxivana color ខ្ញុំជ្រើសរើសយកពណ៌រាងត្នោតចាស់ដោយសារ CL គាត់ចូលចិត្តចិញ្ចើមបែបរាងខ្មៅហើយយើងប្រើជក់សម្រាប់សិតវាឲ្យបានស្អាតចាប់អារម្មណ៍ថាខ្ញុំប្រើmascara ដើម្បីសិតចិញ្ចើមដើម្បីឲ្យពណ៌ចិញ្ចើមមានភាពស្រស់ស្អាតអូខេបន្ទាប់មកយើងចាប់ផ្ដើមជាមួយនឹង eye shadow អញ្ចឹងពណ៌ដំបូងគឺយើងប្រើពណ៌លក្ខណៈជាភ្លឺហើយមានលក្ខណៈស្រាលហើយខ្ញុំនឹងជ្រើសយកពណ៌ត្នោតចាស់ហើយមានភាពភ្លឺភ្លេចដើម្បីយើងផាត់នៅផ្នែកកន្ទុយភ្នែកចឹងយើងប្រើជក់ទន់ហើយមានលក្ខណៈទូចដើម្បីងាយស្រួលក្នុងការវាយពណ៌ការផាត់ភ្នែករួចរាល់យើងបន្ថែមពណ៌ខ្មៅដើម្បីធ្វើឲ្យមានភាពស៊ីកស៊ីព្រោះ CL គាត់ចូលចិត្តការគូរភ្នែកពណ៌រាងខ្មៅហើយមានកន្ទុយរាងខ្លាំងណាចឹងអ្នកទាំងអស់គ្នាអាចប្រើជា eye shadow មុនហើយយើងគូរវារាងយកកន្ទុយខាងក្រោយបន្តិចតោះមកយើងប្រើជក់ដើម្បីវាយស្មៅវាឲ្យឃើញស្អាតល្អអូខេបន្ទាប់មកខ្ញុំប្រើជា eyeliner ជាខ្មៅដៃសិនហើយយើងគូរនៅក្នុងខ្សែភ្នែកបន្ទាប់មកយើងគូរនៅផ្នែកខាងក្រោមផងបន្ទាប់មកយើងពាក់រោមភ្នែកចូលដល់វគ្គដែលយើងផាត់ពណ៌អ្នកទាំងអស់គ្នាអាចប្រើជាជាតិ contour ហើយយើងផាត់នៅទនង់ពណ៌យើងហើយយើងប្រើជាម្សៅផាត់ពណ៌កាជូខ្ចីដើម្បីផាត់ពីលើព្រោះអីការផាត់មុខបែប CL នេះយើងចង់ឲ្យ focus ទៅលើភ្នែកហើយនឹងមាត់តមកគឺការលាបក្រែមមាត់ខ្ញុំប្រើក្រែម MAC ហើយមានលក្ខណៈស្ងួតក្រែមប្រភេទនេះកំពុងពេញនិយមអូខេអញ្ចឹងការផាត់មុខរួចហើយកុំភ្លេចនៅបញ្ជួយរបស់ CL ណាហើយអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំសង្ឃឹមថាជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយហើយកុំភ្លេច subscribe channel របស់ខ្ញុំផងអរគុណបាយបាយ Hello bitches